Ba số group chuẩn bị số bom ôn ở trong mình đại sân cùng YouTube thay nick nhằm vừa bật bằng hai mỗi sau đây ông pin này còn chỉ nằm khá nó không khai cáo cứ chọc đám pi thay thì bấm pơ khai đập mũi rồiដល់ថ្ងៃទី6ខែ12ឆ្នាំ2025ដែលភ្ជាប់មកជាមួយនឹងកោហ្នឹងគឺមានភ្លើងយិនបាទនេះជាខែភ្លើងយិនបាទអញ្ចឹងខែនេះគេហៅថាជាខែដែលមានភ្លើងមកផងមកជួបគ្នាជាមួយនឹងទឹកនៅក្នុងកោហើយវាចាប់ផ្ដើមពីថ្ងៃទី7រហូតដល់ថ្ងៃទី6បើអញ្ចឹងនៅក្នុងខែកោនេះអ្នកក៏ឆ្នាំខាលហើយនឹងកោយើងមើលគឺជាបង្គំរវាងឈើហើយនឹងទឹកបើជាតំណែងតំណងឈើហើយនឹងទឹកដូចដែលយើងបានដឹងហើយឈើលូតលាស់អញ្ចឹងខាលមានធាតុឈើបានលូតលាស់នៅពេលដែលជួបកោដែលជាទឹកក៏ប៉ុន្តែខាលជាឈើនេះគឺនឹងចាប់ផ្ដើមអស់ទៅវិញនៅពេលដែលជួបនឹងខែភ្លើងហើយខែកោនេះខែ11នេះគឺជាខែភ្លើងយិនអញ្ចឹងងាយនឹងឆេះបើអញ្ចឹងការបកស្រាយរបស់ខ្ញុំគឺផ្អែកទៅលើការមើលពិនិត្យមើលរវាងបង្គំធាតុនិងធាតុបាទសភៅនៃធាតុទាំង10នេះគឺបងប្អូននឹងអាចដឹងអំពីថាតើធាតុទាំង10ហ្នឹងវាប៉ះគ្នាទៅវាមានបញ្ហាអីខ្លះគឺខ្ញុំមើលតាមក្បួនហ្នឹងបាទអញ្ចឹងខាលធាតុឈើជួបនឹងកោធាតុទឹកគឺកោធ្វើឲ្យខាលលូតលាស់ខាលជាឈើកោគឺជាទឹកឈើបានលូតលាស់ដោយសារទឹកមែនទេជាធម្មជាតិអញ្ចឹងគឺមានន័យថាវាបានបង្កើតអំណាចទៅដោយខាលជាលក្ខណៈធម្មជាតិអញ្ចឹងការបង្កើតនេះគឺជាការផ្ដល់ឲ្យខាលទទួលបានផលលូតលាស់និងជាខែសំណាងរបស់ខាលបើអញ្ចឹងគាត់នឹងមានគេជួយដោយសារទឹកជួយឲ្យឈើលូតលាស់អញ្ចឹងអ្នកកើតឆ្នាំខាលគឺបង្ហាញថាអ្នកនឹងទទួលបានការជួយឧបត្ថម្ភពីមេរបស់យើងពីឪពុកម្ដាយរបស់យើងពីអ្នកដែលធ្វើការមេយើងបាទហើយនឹងជាការលើកទឹកចិត្តថែមទៀតគឺខាលនឹងបានលូតលាស់ទោះបីជាយ៉ាងណាក៏ដោយឈើមកជួបនឹងភ្លើងយិនវាបង្ហាញថាភ្លើងយិននៅក្នុងខែកោគឺទឹកបង្ហាញថាវាជាការឆុងអញ្ចឹងនៅក្នុងខែនេះមនុស្សម្នាក់មិនថាតែខាលទេវាជួបនឹងបញ្ហាមានអារម្មណ៍ថាដូចជាក្តុកក្តួល stress មានអារម្មណ៍ថាឆាប់ខឹងឆាប់បាត់ព្រោះខែនេះជាខែភ្លើងមកជួបនឹងកោជាទឹកមួយឆុងគ្នាអញ្ចឹងធ្វើឲ្យយើងម្នាក់មានបញ្ហាអញ្ចឹងខាលក៏អញ្ចឹងដែរខាលក៏មានបញ្ហាអញ្ចឹងដែរបញ្ហា stress ឡើងចុះមិនឡើងចុះមិនទៀងទាត់អញ្ចឹងតម្រូវឲ្យយើងម្នាក់ត្រូវប្រយ័ត្នរឿងការខឹងសម្មាឲ្យយើងម្នាក់ចេះ control ខ្លួនឯងអញ្ចឹងខាលក៏យើងដែរអញ្ចឹងខាលត្រូវតែយកចិត្តទុកដាក់នៅក្នុងខែហ្នឹងបើអញ្ចឹងខែនេះជាខែភ្លើងយិនដែលតំណាងឲ្យមានការទទួលស្គាល់តំណាងឲ្យការបង្ហាញ visibility គឺការបង្ហាញជាពន្លឺភ្លើងមួយដែលយើងមើលឃើញផ្លូវដើរជាខែដែលយើងមើលឃើញច្រកចេញគ្រប់គ្នាហ្នឹងណាប៉ុន្តែខែភ្លើងយិននេះមកជួបនឹងកោទឹកអញ្ចឹងទឹកតំណាងឲ្យការជួយសង្គ្រោះជីវិតមនុស្សព្រោះទឹកមនុស្សយើងផឹកដែរអញ្ចឹងជួយយើងឲ្យបានផឹកជួយឲ្យយើងមានឱកាសថ្មីនឹងខែទឹកតំណាងទឹកចំណែកឯបង្គំរបស់វាទឹកជាមួយនឹងឈើជាមួយនឹងភ្លើងនេះវាទឹកបង្កើតឈើបង្កើតភ្លើងវាជា cycle មួយវាជាវដ្តជំនួយមួយសម្រាប់ឲ្យយើងនឹងមើលឃើញអំពីការមិនមានលំនឹងដោយសារវាបាត់បង់ខែទឹកឈើស្រូបយកអស់ឈើទៅជួបភ្លើងឆេះអស់
បង្កើតបានទៅជាគេហៅថាវត្តនៃការកកើតបើអញ្ចឹងយើងមើលសរុបនៅក្នុងអត្ថន័យអំពីអាជីពការងារឬក៏ការធ្វើជំនួញគឺខាលគឺទទួលបានជាខែមួយដ៏មានវិជ្ជមានបំផុតដែលល្អបំផុតពីព្រោះបង្គំវត្តនៃការទឹកកកើតឈើកកើតភ្លើងនេះគឺវាជាការជួយគ្នាមិនមែនជាការឆុងទេប៉ុន្តែអ្នកកើតឆ្នាំខាលគឺនឹងទទួលបានភាពវិជ្ជមានច្រើនជាពិសេសគឺកោគឺទឹកជួយឲ្យខាលលូតលាស់បង្កើនកម្លាំងមហិច្ឆតាឆ្ពោះទៅមុខមានការលើកទឹកចិត្តនិងមានភាពច្នៃប្រឌិតអញ្ចឹងខាលបានភាពច្នៃប្រឌិតភ្លើងធាតុភ្លើងនៅក្នុងខែនេះគឺបង្ហាញអំពីសម្រស់ស្រស់ស្អាតអំពីការទទួលស្គាល់អំពីការមើលឃើញផ្លូវដើរវាក៏បង្កើតជាសម្ពាធមួយដើម្បីឲ្យអ្នកជួបនឹងការអារម្មណ៍មិនសូវល្អអញ្ចឹងនៅក្នុងខែនេះគឺដំបូងមាននៅក្នុងការព្យាករណ៍នេះគឺយើងត្រូវប្រើអ្វីដែលជាអ្នកបង្កើតឲ្យមានបណ្ដាញបង្កើតឲ្យមានបណ្ដាញចូលគ្នាហើយអ្នកត្រូវតែមើលរឿងមើលកិច្ចការណាដែលជាការងារជាក្រុមនោះល្អហើយជៀសវាងការស្ដាប់មិនច្បាស់ហើយឆ្លើយឆ្លងគឺអាចបង្កើតចំនួនបើគេចឹងយើងមើលអំពីសំណាងទ្រព្យរបស់ខាលគឺមានការកើនឡើងដែលជាខែកោនេះគឺនាំមកនៅលុយហូរចូលដោយនឹកស្មានមិនដល់ភ្លើងយិនថាមពលភ្លើងយិនគឺបង្ហាញអំពី bonus ការបានលុយការទទួលស្គាល់អំពីសមត្ថភាពរបស់ខាលអញ្ចឹងយើងចូលមើលទៅស្នេហានិងទំនាក់ទំនងស្នេហាគឺអ្នកនៅ single គឺនៅក្នុងខែនេះគឺអ្នកមាន romantic ច្រើនជាខែដែលអ្នក romantic ច្រើនអញ្ចឹងអ្នកត្រូវជួបនឹងនរណាម្នាក់នៅកន្លែងការងារបើអញ្ចឹងហើយមួយទៀតអ្នកមានមុខតាក់ទាញមានភាពជឿជាក់ដូច្នេះអ្នកអាចចាប់បាននៅមិត្តភាពថ្មីចំពោះអ្នកមានគ្រួសារហើយគឺអ្នកតំណងគឺល្អមិនជាបញ្ហាទេចំពោះគ្រួសារនៅក្នុងខែ11នេះគឺអ្នកកើតឆ្នាំខាលគឺល្អអាចនឹងជួបជុំគ្នាបង្កើតជាបញ្ហាបង្កើតបានទៅជាការចូលរួមពិធីជប់លៀងឲ្យបានល្អចំពោះរឿងហុងស៊ុយរបស់ខាលនៅទិសខាងជើងជាងអង្កើតទិសជ្រូកទិសកោគឺជាទិសទឹកអញ្ចឹងអ្នកត្រូវមើលទិសខាងជើងជាងអង្កើតហ្នឹងឲ្យល្អឲ្យស្អាតកុំឲ្យមានបញ្ហាស្មៅគ្របឬក៏មានសម្រាមអីនៅទីនោះអញ្ចឹងយើងអាចដេកនៅទិសហ្នឹងជាដេកទឹកនៅទិសខាងកើតគឺជាទិសខាលជាទិសឈើបង្ហាញថាអ្នកអាចតាំងរូបឈើនៅទីនោះពណ៌បៃតងអីជាដើមហើយនៅទិសខាងត្បូងគឺជាទិសភ្លើងដែលខែនេះគឺជាខែភ្លើងអញ្ចឹងនៅទិសខាងត្បូងអ្នកត្រូវតែធ្វើម៉េចកុំឲ្យមានទឹកនៅទីនោះអាចនឹងបង្កឲ្យទីនោះមានបញ្ហាសរុបសេចក្តីមកចំពោះអ្នកខាលអ្នកកើតឆ្នាំខាលនៅក្នុងឆ្នាំកើតឬក៏ថ្ងៃកើតគឺមុខរបរការងារល្អ 95% ទ្រព្យបាន 95% ស្នេហាមាន 95% សុខភាពធ្លាក់មកត្រឹម 70% ធម្មពលសំណាងឈីគឺល្អគឺទឹក
បានធ្វើឲ្យខាលូតលាស់ជាខែទឹកអញ្ចឹងការបកស្រាយរបស់ខ្ញុំបញ្ចប់ត្រឹមប៉ុណ្ណឹងហើយបងប្អូនអាចតាក់ទងមកខ្ញុំតាមលេខ070 356 897បាទនៅក្នុងថ្ងៃបុណ្យអុំទូកនេះគឺខ្ញុំ discount សភៅតម្លៃ$25ចាប់ពីថ្ងៃទី1ខែវិច្ឆិកានេះរហូតទៅដល់ថ្ងៃទី6បាទអញ្ចឹងបងប្អូនអាចខលមកទិញមួយក្បាលថែមមួយក្បាលអញ្ចឹងតម្លៃវា$25ពីដើមខ្ញុំលក់150 200បើដូចបងប្អូនដែលធ្លាប់បានដឹងហើយសភៅនឹងថ្លៃហើយជាសភៅក្បួនអញ្ចឹងបាទតាក់ទងមកខ្ញុំម្ដងទៀតលេខ070 356 897បាទអរគុណជំរាបលា